ប្រវត្តិប្រាសាទបន្ទាយក្តីឈ្មោះប្រាសាទបន្ទាយក្តីអ្នកអសាងព្រះបាទជ័យវរ្ម័នទី7កាលបរិច្ឆេទតុសាងសតវត្សទី12ឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយានស្ថាបត្យកម្មរចនាបថបាយ័នទីតាំងខេត្តសៀមរាបប្រវត្តិប្រាសាទកែប្រែប្រាសាទបន្ទាយក្តីមានទីតាំងស្ថិតនៅជាប់នឹងប្រាសាទតាព្រហ្មជ្រុងអាគ្នេយ៍ក្នុងភូមិស្រះស្រង់ខាងត្បូងបើធ្វើដំណើរតាមផ្លូវខាងកើតអង្គរវត្តត្រូវកាត់តាមប្រាសាទក្រវ៉ាន់ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្ដាលទី2នៃសតវត្សទី12និងដើមសតវត្សទី13ដោយព្រះបាទជ័យវរ្ម័នទី7ប្រាសាទនេះមានលក្ខណៈស្រដៀងនេះនឹងប្រាសាទតាព្រហ្មប៉ុន្តែមានទំហំតូចជាងនិងមិនសូវស្មុគស្មាញមិនមាននរណាដឹងថាប្រាសាទនេះសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយានការស្រាវជ្រាវថ្មីនេះធ្វើឡើងដោយសាកលវិទ្យាល័យសូហ្វីយ៉ាបានបញ្ជាក់ថាបន្ទាយក្តីបានសាងសង់ឡើងនៅលើប្រាសាទដែលមានអាយុចាស់ជាងសតវត្សទី12ដោយសារគេឃើញគ្រឹះនៃប្រាសាទមួយទៀតក្រោមគ្រឹះនៃប្រាសាទបន្ទាយក្តីដែលគេសន្និដ្ឋានថាវាមានទំនាក់ទំនងទៅនឹងភូមិកុដតាំងពីសម័យព្រះបាទជ័យវរ្ម័នទី2ប្រាសាទបន្ទាយក្តីមានខ្លោងទ្វារចំនួន2សម្រាប់ចេញចូលគឺនៅទិសខាងលិចនិងទិសខាងកើតឈ្មោះប្រាសាទបន្ទាយក្តីផ្គុំឡើងដោយពាក្យបន្ទាយបូកនិងពាក្យក្តីពាក្យបន្ទាយត្រូវបានសម្គាល់ថាជាក្រុងឬប្រាសាទរីឯពាក្យក្តីคล้ายមកពីពាក្យគុដដែលក្រោយមកត្រូវបានបញ្ចេញសូរនិងសរសេរជាក្តីវិញប្រាសាទបន្ទាយក្តីគឺជាប្រាសាទបែបព្រះពុទ្ធសាសនាមហាយានមួយក្នុងចំណោមប្រាសាទព្រះពុទ្ធសាសនាមហាយានជាច្រើនកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7កសាងនៅក្នុងសតវត្សទី12ប៉ុន្តែសម័យកណ្ដាលប្រាសាទនេះបានក្លាយជាទីសក្ការៈបូជានៃព្រះពុទ្ធសាសនាហិនយានវិញដែលមានវត្តនិងចេតិយជាដើមមានភស្តុតាងជាច្រើនដែលនាំឲ្យមានសេចក្តីសន្និដ្ឋានយ៉ាងដូចនេះគឺតាមរយៈការធ្វើកំណាយរកឃើញកោដដាក់ធាតុជាច្រើននៅបរិវេណប្រាសាទនេះលើសពីនេះទៅទៀតនៅពេលភ្ញៀវទេសចរជនជាតិអឺរ៉ុបបានមកទស្សនាតំបន់អង្គរនៅសតវត្សទី19ក៏បានកត់ត្រាទុកថាមានព្រះពុទ្ធបដិមានិងកុដិរបស់ព្រះសង្ឃនៅក្នុងបរិវេណរបស់ប្រាសាទនេះជាភស្តុតាងផងដែរ